មុននឹងចូលដល់សាច់រឿងមានសូមប្រាំដល់គ្នាជាមុនដោយសារតែវីដេអូនេះមាននិយាយទាំងមានអារម្មណ៍ថាកងួរច្រមុះមែនទែនដោយសារតែដូចចង់ផ្ដាសាយហើយបងប្អូនក៏មានក៏ចង់ស្អកខ្លាំងដែរដល់កុំឲ្យខាត់ពេលយូរយើងចូលដល់សាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងនៅភាគទី32នេះគឺចាប់ផ្ដើមឡើងនៅពេលដែលលឺមិត្តភ័ក្តិរបស់ថេយំនិយាយពីខ្សែទូរស័ព្ទម្ខាងទៀតមកថារេយុនបានបែកគ្នាជាមួយនឹងមិត្តភ័ក្តិគេហើយអត់មានអត់ទាន់ដឹងថាម្នាក់ណាឈ្មោះរេយុនទេក្នុងចំណោមមិត្តភ័ក្តិរបស់ថេយំ3នាក់ហ្នឹងហើយពេលនោះដែរគេក៏និយាយទៀតថាគេផឹកស្រាសូជូអស់6ដបហើយគេយំបាត់បង់សតិអស់ហើយឡើងដឹងអីហើយគេចេះតែសុំឲ្យពួកយើងនឹងផឹកជាមួយគេរហូតប៉ុន្តែមានតែឯងទេដែលពូកែផឹកវាថាថេយំពូកែផឹកយើងទៅគ្នាចង់សុំឲ្យថេយំទៅជួយផឹកកំដរអញ្ចឹងណាបើសិនជាឮសំឡេងទឹកភ្លៀងនៅក្នុងវីដេអូនេះអីសូមអធិស្ឋានមានផងព្រោះមានកំពុងតែសម្ដែងទឹកភ្លៀងតែម្ដងមិត្តភ័ក្តិរបស់ថេយំក៏និយាយទៀតថាខ្ញុំសុំបងឯងសូមមកជួយពួកយើងផងទៅចំណែកថេយំក៏និយាយថាថ្ងៃនេះមិនបានទេពួកឯងលួងគេសិនទៅមុននឹងថេយំចុចបិទទូរស័ព្ទនឹងក៏ឮគេជេរថាឆយថេយំអាចចង្រៃចំណែកយុនវូក៏ងាកទៅសួរថេយំថាតើមានរឿងអីមែនទេថេយំក៏បាននិយាយថាមិត្តភ័ក្តិរបស់ខ្ញុំគេបែកគ្នាជាមួយនឹងដៃគូរបស់គេហើយគេក៏ផឹកស្រាស្វឹងពួកគេខលមកសុំឲ្យខ្ញុំទៅជួយផឹកជាមួយនឹងពួកគេយុនវូក៏បានសួរទៅកាន់ថេយំថាអញ្ចឹងឯងមិនទៅទេមែនទេថេយំក៏បានឆ្លើយថាគេបែបនេះគ្រប់ពេលអញ្ចឹងហើយវាមិនអីនោះទេរួចក៏បង្ហាញទូរស័ព្ទទៅឲ្យយុនវូមើលព្រមទាំងនិយាយថាឃើញទេពួកគេមិនខលមកទៀតទេចំណែកយុនវូក៏មើលហើយក៏គិតថាមិនមែនហើយចំណែកយុនវូក៏និយាយទាំងសើចមកថាមិត្តភ័ក្តិរបស់ឯងគួរចង់សើចខ្លាំងណាស់តែឯងធ្លាប់និយាយថាពួកគេជាអ្នកដាក់ស្រោមអនាម័យនៅក្នុងកាបូបរបស់ឯងមែនទេពួកគេលួចដាក់នៅពេលណាទៅថេយំក៏រៀងរត់នៅបន្តិចថាមានគេនិយាយថាដាក់ស្រោមអនាម័យតាមកាបូបលុយនឹងធ្វើឲ្យមានលុយកាន់តែហូរចូលអញ្ចឹងហើយពួកគេដាក់វាឲ្យខ្ញុំព្រោះតែរឿងនោះប៉ុន្តែខ្ញុំភ្លេចទៅយកវាមកតាមមិនយកលេសដោះសារណាអីទេយោដែលមានដែរដាក់ស្រោមអនាម័យក្នុងកាបូបលុយចូលច្រើននោះមានតែគេដឹកខមមិនប្រៃមានផងមិនដាក់ដែរចាចំណែកយុនវូក៏សួរថាមែនណាថេយូក៏បានឆ្លើយថាខ្ញុំថានឹងបោះវាចោលដែរប៉ុន្តែវាជារឿងល្អណាស់ដែលខ្ញុំទុកវាហើយវាថាគេសំណាងអញ្ចឹងទុកឲ្យបានគេបានប្រើជាមួយនឹងអូនគេចំណែកយុនវូក៏និយាយទាំងសើចថាខ្ញុំស្មានថាឯងដាក់វាមកតាមខ្លួនដើម្បីប្រើវាជាមួយខ្ញុំតាចំណែកថេយូក៏ផ្អែកស្មាផ្អែកក្បាលទៅលើស្មារបស់យុនវូព្រមទាំងនិយាយថាមិនមែនអញ្ចឹងទេយុនវូក៏លើកដៃទៅអង្អែថ្ពាល់របស់ថេយំព្រមទាំងនិយាយថាមិត្តភ័ក្តិរបស់ឯងដឹងថាពួកយើងតាក់ទងគ្នាហើយថេយំក៏និយាយថាដឹងពេលណាយុនវូក៏បាននិយាយថានៅថ្ងៃបន្ទាប់ពីពួកយើងគេជាមួយគ្នាហើយពួកគេបាននាំខ្ញុំទៅរកឯងនៅបន្ទប់រៀនពួកគេសួរថាឯងល្អដាក់ខ្ញុំទេហើយពួកគេថាវាជាលើកទី1ហើយដែលឃើញឯងតាក់ទងជាមួយនឹងណាម្នាក់ថេយំក៏ងើបមកសួរយុនវូថាពួកគេនិយាយអញ្ចឹងមែនទេថេយំនិងយុនវូកាន់ដៃគ្នាបណ្ដាយុនវូក៏និយាយបណ្ដាថាពួកគេររាយខ្លាំងណាស់ឯងខ្លាចជាមិត្តភ័ក្តិជិតស្និទ្ធនឹងពួកគេដោយរបៀបណាទៅថេយំក៏ងើបមកនិយាយជាមួយនឹងយុនវូថាពួកយើងមិនស្និទ្ធស្នាលគ្នាទេចំណែកយុនវូក៏សួរថាបើមិត្តឯងស្ដាប់ឮពួកគេនឹងយំមិនខានទេថេយំក៏និយាយថាឲ្យយំទៅរួចហើយក៏ឃើញថាថេយំផ្អែកក្បាលទៅលើស្មារបស់យុនវូទៀតហើយរួចក៏និយាយថាបន្ទាប់ពីងូតទឹកហើយពួកយើងចាំទៅផ្ទះរបស់ខ្ញុំទៅយុនវូក៏សួរថាទៅធ្វើអីថេយំក៏បានឆ្លើយថាគេទៅរកសម្លៀកបំពាក់ណាស្លៀកស្អាតបាតដើម្បីទៅធ្វើការណាត់ជួបគ្នាថ្ងៃហ្នឹងអញ្ចឹងណាតែរបៀបថាពួកគេអត់ទាន់បានដេតគ្នាម្ដងទេទាំងពីបានគេងមួយគ្នាខ្លះជាឥឡូវខ្លះជាសង្សារបាត់តែអត់ទាន់មានគេហៅ dating គ្នាតែមានមិនសូវយល់ទេព្រោះមិនដែលតែ date មួយណាផងហើយថេយំក៏បានសួរទៅកាន់យុនវូថាចង់មើលកុនក្រោយញ៉ាំអាហារពេលថ្ងៃត្រង់រួចហើយឬក៏យ៉ាងម៉េចតែសាច់រឿងស្រាប់តែកាត់មកឃើញថាថេយំនិងយុនវូក៏បានមកដល់បន្ទប់របស់មិត្តភ័ក្តិគេកំពុងតែអង្គុយផឹកស៊ីជុំគ្នាបាត់ទៅហើយបុរសម្នាក់ដែលពាក់វ៉ែនតាហ្នឹងអត់មានអត់ទាន់ស្គាល់ឈ្មោះគាត់ទេចាមានសំហៅថាពាក់វ៉ែនតាចោលអត់មាននឹងហៅតាមតួអង្គនៃរូបរាងតួអង្គអញ្ចឹងណាគេក៏បាននិយាយថាពិតមែនហើយយុនវូឯងមិនដឹងសោះមែនទេចំណែកម្នាក់អង្គុយកដាលនោះក៏និយាយថាថ្ងៃនេះក៏អញ្ចឹងដែរគេមិនចង់មកទេចំណែកម្នាក់សក់លឿងក៏និយាយថាត្រូវហើយឯងមិនដឹងទេថាគេម្នាក់នេះឆ្លើយប៉ុណ្ណាហើយវាថាមួយទូពិតយុនវូអីចឹងណាថាថេយំឆ្លើយដាក់ពួកគេអត់មានសុំទោសផងរូបភាពកន្លែងនេះវាកណិតដោយសារតែយកពី website មកវារូបអញ្ចឹងណាពេលនោះយុនវូក៏បាននិយាយថាថេយំល្បីល្បាញខាងចរិតអាក្រក់នេះហើយអានេះរបៀបថាមិត្តភ័ក្តិឌីលមកជុំឯងងុំសង្សារខ្លួនឯងឌីលទៀតពេលហ្នឹងថេយំក៏គិតក្នុងចិត្តថាហេតុអីពួកយើងមកនៅទីនេះទៅវិញពេលព្រឹកណាត់គ្នាថាទៅណាត់ជួបគ្នាដេតគ្នាអីណានៅមើលកុនមើលអីឥឡូវមិនជួបគ្នាផឹកស៊ីណាចឹងហើយសាច់រឿងគេកាត់ត្រឡប់ក្រោយយើងដឹងថាហេតុអីបានថេយំនិងយុនវូមកជួបជាមួយនឹងពួកគេពេលហ្នឹងពួកគេក៏បានចូលម៉ាតដើម្បីទៅរកទិញអីញ៉ាំពេលថ្ងៃទោះចង់គេយ៉ាងណាក៏គេមិនផតក៏បានមកជួបគ្នានៅក្នុងម៉ាតនឹងតែម្ដងឃើញថាមិត្តភ័ក្តិរបស់ពួកគេហ្នឹងកំពុងតែទិញស្រាបៀរឡើងពេញដែរយើមិនស្រាបៀរសូជូមានបៀរផងសូជូផង
ហើយពួកគេទាំង3នាក់ហ្នឹងក៏បានអូថេយំនឹងយុនវូមកដល់ទីនឹងឯងស្អីឬក៏កាត់មកដល់បច្ចុប្បន្នវិញឃើញថានាងម្នាក់នេះមិនដឹងឈ្មោះស្អីទេគេក៏បាននិយាយថាឆាប់ឡើងមកយុនវូដាក់កែវរបស់ឯងមកទៀតមកពេលនោះយុនវូក៏ដាក់កែវទៅប៉ុន្តែក៏ត្រូវថេយំឆក់កែវនឹងចេញមកបាត់ទាំងស្រាកំពុងតែនៅពេញកែវរួចក៏និយាយថាជប់ឲ្យគេផឹកទៅចំណែកមើលស្ថានភាពរបស់យុនវូពេលនេះមុខឡើងក្រហមហើយវាថាស្វឹងខ្លាំងហើយចំណែកយុនវូក៏ទទេញដៃឲ្យរបស់ថេយំព្រមទាំងនិយាយថាប៉ុន្តែខ្ញុំមិនអីទេចំណែកថេយំក៏គិតក្នុងចិត្តទាំងដកដង្ហើមថាហើយមែនហើយឯងមិនអីតែខ្ញុំអីរួចហើយក៏ឃើញថាថេយំក៏លើកកែវទៅដាក់នៅចំហៀងខ្លួនមកខាងទៀតរួចក៏និយាយថាមើលមកខ្ញុំបើកភ្នែកឲ្យធំៗមកបើមើលទៅចរិតរបស់យុនវូពេលស្វឹងគួរឲ្យស្រឡាញ់គឺគាត់ចូលចិត្តសើចញញឹមមែនទែនពេលហ្នឹងគាត់ក៏ងាកទៅនិយាយជាមួយនឹងថេយំថាគាត់បើកហើយតើភ្នែករបស់គាត់នឹងគឺបើកហើយពេលនោះថេយំក៏បាននិយាយថាឯងប្រកាសទេថាបើកធំអស់ហើយចំណែកយុនវូបានត្រឹមថេយំក៏និយាយទាំងសើចមកតិចតិចថាឯងស្រវឹងហើយចំណែកឯម្នាក់សក់លឿងនេះក៏ដេកញ៉ាំបដាក៏មើលមកថេយំនឹងយុនវូបណ្ដាព្រមទាំងនិយាយថាអើយមើលទៅទឹកខ្មុំដូចចង់ស្រក់ចេញមកពីភ្នែករបស់ពួកគេហើយរបៀបថាឃើញគេស្វីតពេកឡើងចេញទឹកខ្មុំរបៀបចេញឡើងផ្អែមអីចឹងណារួចក៏និយាយទៀតថាឯងគួរតែយកដៃទៅលូកច្រលក់វាមកលិតមើលចំណែកម្នាក់សក់លឿងក៏និយាយទៀតថាអញ្ចឹងហើយនៅពេលដែលពួកយើងស្វឹងមានន័យថាពួកយើងជាមនុស្សដែលមិនពូកែផឹកតែនៅពេលដែលយុនវូស្វឹងបែរខ្លាយទៅជាមនុស្សដែលគួរឲ្យតាក់ទាញគួរឲ្យស្រឡាញ់ទៅវិញមែនទេចំណែកម្នាក់ពេលបន្តាក៏យកដៃទៅញីក្បាលរបស់ម្នាក់សក់លឿងព្រមទាំងនិយាយថាអេបានហើយឯងធ្វើឲ្យមានកំហុសដូចលើកមុនមិនខានទេម្នាក់សក់លឿងក៏ងើបឡើងមកព្រមទាំងបញ្ចេញក្លិនផេរ៉ូម៉ូនរបស់គេគឺអាពណ៌ស្វាយ PP នឹងឯងអ្នកនរគ្នាគេក៏បាននិយាយថាខ្ញុំបានធ្វើស្អីទាំងក្រវះដៃម្នាក់ពេលបន្តានឹងចេញផងដែរពេលនោះគឺឃើញថាថេយំក៏បានថាឲ្យគេថាបើសិនជាឯងចង់បញ្ចេញក្លិនផេរ៉ូម៉ូនទៅបញ្ចេញកន្លែងផ្សេងទៅពេលនោះម្នាក់សក់លឿងក៏សួរជាសំណួរទៅកាន់ថេយំថាផេរ៉ូម៉ូនក្រៅពីឯងមានអ្នកណាហិតដឹងហើយក៏កាត់ឃើញមុខរបស់យុនវូសម្លឹងមកភ្លឺភ្លឺគួរស្រឡាញ់ទាំងបែបឆ្ងល់ហើយចំណែកម្នាក់សក់លឿងក៏បែបដឹងកំហុសព្រមទាំងនិយាយថាអូត្រូវហើយគេគឺជាអូមេហ្គាឲ្យខ្ញុំសុំទោសផងអញ្ចឹងមានន័យថាមិត្តភក្តិពីរនាក់ទៀតរបស់ថេយំនឹងគឺជាបេតាឲ្យមើលទៅបានជាពួកគេអត់អាចធំក្លិនផេរ៉ូម៉ូនបានពេលនោះក៏មានដៃមួយទៅកេះស្មារបស់យុនវូហើយនោះគឺជាម្នាក់នេះគាត់ក៏បាននិយាយទាំងយកដៃទៅខ្ទប់ច្រមុះគាត់ថាយុនវូឯងដឹងឈ្មោះហៅក្រៅរបស់ថេយំជាអ្វីដែរទេពេលនោះថេយំក៏បាននិយាយថាណែកុំនិយាយអីផ្ដេសផ្ដាសអសោះណាគេក៏និយាយបន្តទៀតថាយ៉ាងម៉េចយុនវូក៏មានសិទ្ធិដឹងដែរចំណែកយុនវូក៏និយាយទាំងរីករាយថាមែនហើយខ្ញុំធ្លាប់ឮយុនវូក៏ងាកមកនិយាយជាមួយនឹងថេយំថា idol មហាវិទ្យាល័យផ្នែករដ្ឋបាលមកជំនួយពេលនោះមិត្តភ័ក្តិរបស់ថេយំសើចឲ្យថេយំច្បកមកតែចេះហាមើលទឹកមុខរបស់គេចុះបើពួកយើងហៅគេអញ្ចឹងគេនឹងជេរមិនខានទេរួចម្នាក់ទៀតក៏បាននិយាយថាខ្ញុំមិនចង់ជឿសោះថាសិស្សរៀនមុខវិជ្ជាផ្សេងក៏ដឹងដែរស័ក្តិសមនឹងតម្លៃដែលខ្ញុំបានបង្កើតឈ្មោះនេះហើយអញ្ចឹងមានន័យថាឈ្មោះដែលគេហៅក្រៅរបស់ថេយំហ្នឹងគឺពួកមិត្តភ័ក្តិនឹងជាអ្នកដាក់ឲ្យនឹងឯងចំណែកម្នាក់ពេលបន្តាក៏និយាយទាំងសើចតិចតិចថាថេយំស្អប់ឈ្មោះនោះខ្លាំងណាស់យុនវូហើយម្នាក់សក់លឿងក៏សើចហះយកតែម្ដងវាថាថេយំក៏អត់ចូលចិត្តឈ្មោះហ្នឹងទេអត់ចូលចិត្តឲ្យអ្នកផ្សេងហៅប៉ុន្តែអូនគេហៅអត់អីអូខេចំណែកថេយំនិងយុនវូស្វីតគ្នាទៀតហើយយុនវូក៏បាននិយាយទៅកាន់ថេយំថាឯងមិនចូលចិត្តត្រូវទេនៅពេលដែលគេហៅឯងថា idol មែនទេប៉ុន្តែគេហៅបែបនេះព្រោះតែឯងសង្ហាប៉ុណ្ណោះហេតុអីឯងមិនចូលចិត្តថេយំក៏យកដៃទៅចាប់ថ្ពាល់របស់យុនវូព្រមនិយាយថាឯងនិយាយត្រូវខ្ញុំស្អប់ឈ្មោះហ្នឹងណាហើយនោះក៏ឃើញថាយុនវូក៏បានបិទភ្នែករបៀបថាពូជគាត់ចង់ងុយគេយ៉ាងម៉េចទេរួចក៏បើកភ្នែកមកនិយាយជាមួយនឹងថេយំវិញថាម៉េចក៏ឯងអត់ស្វឹងអញ្ចឹងពេលនោះថេយំក៏បាននិយាយថាព្រោះខ្ញុំមិនសូវផឹកទេយុនវូក៏និយាយថាមិនអាចទេពេលនោះមិត្តភក្តិរបស់ថេយំក៏បាននិយាយថាខ្ញុំមិនដែលឃើញគេស្វឹងទេពីមុនមកពេលនោះយុនវូក៏បាននិយាយថាខ្ញុំធ្លាប់ឃើញគេស្វឹងខ្លាំងឈរសឹងតែមិនចង់បានផងអាពេលដែលថេយំក៏ហក់យុនវូថាគាត់ស្វឹងគ្រាន់តែលឺអញ្ចឹងភ្លាមមិត្តល្អរបស់ថេយំទាំង3នាក់ហ្នឹងអង្គុយឡើងត្រង់ជួរព្រមទាំងសួរទៅកាន់យុនវូថាគេផឹកអស់ប៉ុន្មានចំណែកយុនវូក៏លើកដៃបងបង្ហាញពីចំណុះដែលថេយំបានផឹកគឺវាប្រហែលជាកន្លះលីត្រស្រាបៀរលាយជាមួយនឹងសូជូដូចជាប៉ុណ្ណេះម្នាក់សក់ខ្មៅនេះក៏បាននិយាយថាត្រឹមមួយកែវហ្នឹងមែនទេយុនវូក៏និយាយថាអត់ទេមិនមែនតែមួយកែវទេគាត់ផឹកច្រើនជាងនឹងទៀតប៉ុន្តែម្នាក់មួយសក់ខ្មៅក៏និយាយថាប៉ុន្តែថេយំជាមនុស្សដែលផឹក10កែវក៏មិនស្វឹងដែរចំណែកយុនវូក៏ងាកមកនិយាយជាមួយនឹងថេយំបែបជាសំណួរថា10កែវឯងផឹក10កែវហើយក៏មិនស្វឹងទៀតមែនទេថេយំក៏ឆ្លើយថាឯងនិយាយពីអីតែវាថាសួរធ្វើពើវិញនេះចំណែកថេយំក៏និយាយទាំងញញឹមស្រស់មកថាអ្នកណាក៏ស្វឹងដែរបើផឹកច្រើនម្លឹងនោះចំណែកយុនវូក៏ជឿថេយំអស់ចិត្តអស់ចង់តែម្ដងព្រមទាំងនិយាយថាមែនហើយ
ចំណែកថាយំក៏និយាយទាំងយកដៃមកស្ទាបមុខរបស់យន់វូព្រមទាំងនិយាយថាមែនហើយកុំស្ដាប់ពួកគេនិយាយអីចំណែកយន់វូក៏និយាយថាត្រូវហើយអ្នកណាក៏គេស្វឹងដែរយន់វូក៏បាននិយាយថាខ្ញុំងុយគេងហើយថាយំនិយាយរួមទៅយើងកម្រឃើញទឹកមុខយន់វូបង្ហាញមកបែបនេះរបៀបថាស៊ីកស៊ីអីចឹងណាគ្រាន់តែនិយាយចប់ភ្លាមក៏ទៅអោបថាយំភ្លាមចំណែកថាយំក៏បាននិយាយទាំងយកដៃមកគោះខ្នងរបស់យន់វូថ្នមព្រមទាំងនិយាយថាគេបន្តិចសិនទៅចាំខ្ញុំជូនឯងទៅផ្ទះតាមក្រោយណាហើយក៏បានឃើញថាយន់វូពិតជាបានគេងលក់មិត្តមែនពេលនោះដែរម្នាក់មួយតូចជាងគេនោះក៏បានសួរទៅកាន់ថាយំថាគេថើបគ្នាមែនទេចំណែកម្នាក់កដាលក៏បាននិយាយថាយ៉ាងម៉េចហ្នឹងម្នាក់ពាក់បន្តាក៏និយាយថាប្រហែលជាទម្លាប់ពេលពួកគេស្វឹងហើយមើលទៅម្នាក់សក់លឿងក៏បាននិយាយថាពួកឯងកំពុងតាក់ទងគ្នាមែនទេថាយំក៏បានឆ្លើយថាមែនហើយពួកយើងសម្រាប់ចិត្តតាក់ទងគ្នាហើយឥឡូវហ្នឹងម្នាក់មួយតូចនេះក៏បានសួរថាតាំងពីពេលណាថាយំក៏បានឆ្លើយថាម្សិលមិញចំណែកគេក៏បែបទាំងយំទឹកភ្នែកគាត់ថាសំទោសខ្ញុំមិនដឹងថាពួកឯងតាក់ទងគ្នាទេថាយំក៏បានសួរថាឯងសំទោសរឿងអីយន់វូជាអ្នកសម្រាប់ចិត្តថាមកទីនេះទេពួកយើងចេះសំទោសគ្នាតាំងពីពេលណាខ្ញុំមិនខ្វល់ទេចំណែកម្នាក់មួយតូចហ្នឹងក៏បាននិយាយថាប៉ុន្តែនៅតែវាថាគេនិយាយទាំងស្ទាក់ស្ទើរម្នាក់ពេបន្តាក៏បាននិយាយថាឯងពិតជាចូលចិត្តគេណាស់ហើយទីបំផុតពួកឯងតាក់ទងជាមួយគ្នាហើយពួកយើងមានអារម្មណ៍ថារំខានពួកឯងទាំងពីរយ៉ាងអញ្ចឹងម្នាក់សក់លឿងក៏បាននិយាយថាហេតុអីក៏ឯងមិនព្រមប្រាប់គេមុនបើសិនជាពួកឯងបើសិនជាឯងចូលចិត្តគេខ្លាំងយ៉ាងនេះហើយរបៀបថាគាត់ចង់សួរថាថៃយំហេតុអីក៏អត់ព្រមប្រាប់ទៅដល់យន់វូមុនថាគាត់ចូលចិត្តយន់វូអញ្ចឹងណាទាំងដែលយន់ថៃយំហ្នឹងគឺចូលចិត្តយន់វូខ្លាំងម្លឹងថៃយំក៏និយាយទាំងយកដៃទៅប៉ះថ្ពាល់របស់យន់វូថ្នមៗថាខ្ញុំគ្រាន់តែខ្លាចខ្ញុំបារម្ភខ្លាចគេដឹងពីអារម្មណ៍របស់ខ្ញុំចំពោះគេហើយវាខ្លាចជាបន្ទុកសម្រាប់គេចំណែកសាច់រឿងរបស់យើងនៅភាគទី32នេះក៏បានបញ្ចប់ត្រឹមនេះបើសិនជាមានកំហុសខុសឆ្គងសូមអធិស្ឋានឲ្យadminផងពី admin bye bye